giờ này chặt tất cả đều bàn phò cáiมันต่อមកមេរៀនរបស់យើងបន្តទៀតមកដល់ពាក្យក្នុងបាតចំមកពាក្យទី1សពបាបាសាអករណੰមិនត្រូវធ្វើបាបទាំងពួងពាក្យថាបាបជាភាសាបាលីផងជាភាសាសំស្ក្រឹតផងបើប្រែតាមអត្ថានុរូបថាកម្មដែលញ៉ាំងសត្វឲ្យដល់នៃសេចក្តីទុក្ខលំបាកវិនាសហហិនហោចបើប្រែតាមអត្ថបដិរូបអាចប្រែបានច្រើនយ៉ាងគឺប្រែថាសេចក្តីខុសអំពើអាក្រក់អំពើខិលខូចអំពើខុសច្បាប់និងអំពើឈ្លានពានជាដើមប៉ុន្តែពាក្យនេះសពថ្ងៃត្រឡប់ទៅជាភាសាសម្រាប់ជាតិខ្មែរទៅហើយគឺជាតិខ្មែរណាដាក់នឹងជាតិខ្មែរទាំងប្រទេសអាចនិយាយបានគ្រប់គ្នាថាបាបប៉ុន្តែត្រង់ការយល់និងដឹងចំពោះពាក្យថាបាបនេះមិនស្មើគ្នាទេបើមិនស្មើគ្នាទេអ្នកខ្លះបានសិក្សាច្រើនក៏អាចយល់អត្ថន័យនៃពាក្យនេះបានជ្រាលជ្រៅទៅអ្នកខ្លះមិនបានសិក្សាឬបានសិក្សាតិចក៏យល់សេចក្តីរាក់មិនបានទូលំទូលាយដូចជាអ្នកសិក្សាច្រើនឡើយចម្រើនពរនឹងគឺជាពាក្យដែលយើងត្រូវស្ដាប់នៅញោមញាតទាំងឡាយគួរជ្រាបថាអ្នកដែលអាចប្រព្រឹត្តអំពើបាបខុសខើយងខ្នងបានអាស្រ័យដោយហេតុមានអកុសលចិត្តឬកុសលចេតនាជាសមុฏដ្ឋានបើជាសមុฏដ្ឋានអកុសលចិត្តជាចិត្តដែលប្រកបដោយលោភៈទោសៈនិងមោហៈដែលហៅថាអកុសលមូលឬឫសគល់នៃកុសលអនុមោទនាចម្រើនពរ